ពានរង្វាន់ចាស់សូមអង្គពិធីតមូលមេត្តាអបអរសាទរលោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិននិងជាសមាជិកសហព័ន្ធ2លានរៀលឯកឧត្តមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាសមាជិកសហព័ន្ធ10លានរៀលឯកឧត្តមម៉ៃធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតចាឧបត្ថម្ភ2លានរៀលបាទជាមួយគ្នានេះឯកឧត្តមគួយចម្រើនក៏បានឧបត្ថម្ភបន្ថែមទៅលើថវិកាបាទសុំទោសឧបត្ថម្ភទៅលើចំណុះទូក44នាក់ក្នុង1នាក់ម្នាក់ទទួលបានថវិកា3លានរៀលសរុបថវិកា13លាន2សែនរៀលក្នុងជាមួយគ្នានេះឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានឧបត្ថម្ភថវិកា5លានរៀលដល់ក្រុមការងារដើម្បីរៀបចំការប្រកួតនិងឧបត្ថម្ភទូក3ដែលអញ្ជើញមកពីខេត្តកំពង់ចាមក្នុងមួយទូកបាទចំនួន1លានរៀលសរុប3លានរៀលសូមគោរពថ្លែងអំណរគុណឯកឧត្តមសោមពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបដែលបានឧបត្ថម្ភគណៈកម្មការរៀបចំ4លានរៀលចាប្រិមិត្តជាទីគោរពចាឥឡូវនេះទូកដែលល្អដែលនេះខ្ញុំថាចាត់ទុកថាជាទូកគូពិសេសក៏ថាបានទូកខ្សែទឹកខាងក្នុងគឺជាទូកដែលមានខាងក្រៅដែលមានឈ្មោះថាកំពង់ស្ពានសែនជ័យបារមីស្រុករមាហែកចាស្រុកស្រីធោប្រុងថាអញ្ចឹងស្រុករមាហែកចាខេត្តស្វាយរៀងបើគេប្រកាសគ្នាណាបងប្អូនខេត្តស្វាយរៀងមិនធម្មតាទេហើយមកប៉ះជាមួយនឹងក្រសួងមហាផ្ទៃតើយ៉ាងណាយ៉ាងណីនៅទន្ទឹមគ្នាល្អណាស់អីយ៉ាតាប្រែខ្លួនទេឥឡូវយ៉ាងមិនឲ្យមកដល់ចំណុចនេះបាទលបឿនកំពុងតែចាក់ដេញហើយអីយ៉ាក្រសួងមហាផ្ទៃខ្សែដកឲ្យតន់ឬមិនតន់ទេយ៉ាងមិនក្រៅមកមុខអ្នករមាសហែកក៏មិនធម្មតាដែរណាខ្សែទឹកខាងក្រៅអីយ៉ាឥឡូវនេះមហាផ្ទៃដកឲ្យតន់ឬមិនតន់ឬមិនតន់ទេអីយ៉ាទៅសល់មកខ្ទង់ទៀតទេអូយអត់តន់ទេប៊ីតន់ចាប៊ីតន់គ្រាន់តែប៊ីតន់ដូច្នេះសូមគោរពអរគុណណាស់អ្នកអត្ថាធិប្បាយបានតែប៉ុណ្ណេះនិយាយដាច់មាត់ចោលសបាយនៅពេលដែលប្រកាសប្រខើគ្នាចេះបាទធ្វើឲ្យគេហៅថាការម្យ៉ាងទៅការអធិប្បាយម្យ៉ាងទៅវាធ្វើឲ្យទូកនេះហេតុជាសេះបងប្អូនដែលកំពុងទស្សនាតាមផាផ្សាយផ្ទាល់ក៏ដូចជាទស្សនានៅផ្ទាល់ទីនេះបាទរីករាយជាមួយពួកយើងដែរណាបងចាបាទឥឡូវយើងបន្តទស្សនាគូទី32ណែខេត្តដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងណារដ្ឋបាលខេត្តកណ្ដាលខ្សែទឹកខាងក្នុងពាក់ស្លាកលេខ7ហនុមានដែលអញ្ជើញមកពីរដ្ឋបាលខេត្តសៀមរាបបាទនៅខ្សែទឹកខាងក្រៅឥឡូវកំពុងតែបញ្ចេញហើយនៅសទ្ធផលក៏ដូចជាសកម្មភាពនៃការប៉ណ្ណាំងម្ដងមុខវេទិកាកិត្តិយសតើទូកណាដែលជាម្ចាស់សម្រាប់ការប្រកួតណាឥឡូវនេះម្ចាស់បដាខេត្តកណ្ដាលលេខ7ហ្នឹងហើយបដាស្លាកលេខ2កំពុងចាក់យកហ្នឹងហើយខ្សែទឹកចាខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្នុងឯកស្ថានពលលឿនហ្នឹងហើយឥឡូវនេះលឿនណាបាទហើយកុំភ្លេចចំណុះទូទាំងអស់នេះទទួលបានថវិកាក្នុងម្នាក់បាទ30,000រៀលឯកឧត្តមអភិបាលបានឧបត្ថម្ភអូហូឥឡូវនេះបានបញ្ចេញសមត្ថភាពយ៉ាងឯកតែម្ដងគាត់ទំពួកអូយបានន័យថាកសៃនិងក្បាលគងបាទចាកសៃនិងក្បាលគងលោកអ្នកនាងប្រិមិត្តទេសនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់យើងខ្ញុំជាគណៈកម្មការបច្ចេកទេសគឺអស់តួនាទីភារកិច្ចហើយសូមមហាផ្ទៃចំណាត់ថ្នាក់លេខ2គឺបានទៅដល់ទូកកំពង់ស្ពានសែនជ័យបារមីស្រុករមាហែកនៃរដ្ឋបាលស្រុករមាហែកខេត្តស្វាយរៀងសម្រាប់ចំណាត់ថ្នាក់លេខ1គឺបានទៅដល់ទូកងនៃរដ្ឋបាលខេត្តកណ្ដាលដែលអញ្ជើញមកពីរដ្ឋបាលខេត្តកណ្ដាលសូមក្រុមជើញក្រុមកីឡាករដែលទទួលបានជ័យលាភីទាំងអស់មកកាន់វេទិកាដើម្បីទទួលនៅពានទង់ព្រមទាំងថវិកាលើកទឹកចិត្តផងដែរសូមក្រុមជើញនិងខ្ញុំសូមក្រុមជើញអាយដាមអភិសិទ្ធិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានសហព័ន្ធមេត្តាផ្ដល់កិត្តិយសដ៏ថ្លៃថ្លាប្រគល់នៅរង្វាន់លើកទឹកចិត្តទៅដល់ទូកហនុមានមកពីរដ្ឋបាលខេត្តសៀមរាបសម្រាប់ចំណាត់ថ្នាក់លេខ3គឺបានទៅដល់ទូកប្រឡាស់ហោមសសែនជ័យមកពីក្រសួងមហាផ្ទៃសម្រាប់ចំណាត់ថ្នាក់លេខ2គឺបានទៅដល់ទូកកំពង់ស្ពានសែនជ័យបារមីស្រុករមាហែករដ្ឋបាលស្រុករមាហែកនៃខេត្តស្វាយរៀងសូមអង្គពិធីតមូលមេត្តាអបអរសាទរនិងទូកលេខ1គឺបានទៅដល់ទូកងខេត្តកណ្ដាលដែលអញ្ជើញមកពីរដ្ឋបាលខេត្តកណ្ដាលសូមក្រុមជើញអាដាមអភិសិទ្ធិបណ្ឌិតមេត្តាប្រគល់នៅទង់ថវិកាឧបត្ថម្ភនិងពានរង្វាន់ចាស់សូមអង្គពិធីតមូលមេត្តាអបអរសាទរ
នេះខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគ្រប់ជូនអាយដាមអភិស្ទេពដិតដែលបានផ្ដល់កិត្តិយសដល់រូបអនុស្សាវរីយ៍ក៏ដូចជាប្រគល់ពៀននិងទង់ក៏ដូចជាថវិកាឧបត្ថម្ភជូនទៅដល់